អ្នកដែលមានបំណងចង់ improve vocabulary ក្នុងឯងឲ្យចេះពាក្យច្រើនហើយពាក្យទាំងអស់ដែលអ្នកគ្រូ gather នៅខាងឆ្វេងដៃអ្នកគ្រូហ្នឹង mostly គឺជាពាក្យដែល appear នៅក្នុង reading ឬក៏ IELTS ហើយគេប្រើជាប្រចាំថ្ងៃច្រើន daily អូខេអញ្ចឹងកុំឲ្យវាពេលយូរអ្នកគ្រូប្រាប់របៀបអ្នកគ្រូរៀន vocabulary ហើយរៀនមិនឲ្យយើងចេះអូខេអញ្ចឹងរបៀបរៀន vocab ឲ្យចេះយើងមិនធំតអូខេបើសិនជាយើងមានពាក្យមួយយើងចាំត part of speech វាឲ្យបកប្រែន័យទៅខ្មែរប៉ុណ្ណឹងយើងអត់ចេះទេដោយសារតែយើងអត់បាន apply វាជាមួយនឹងអីមែនតើដូច sentences មែនតើអញ្ចឹង after យើងយល់អំពីពាក្យមួយបានន័យថាម៉េចហើយ it's better to apply ជាមួយនឹង sentences ឬក៏ពេលណាប្រើពាក្យនឹងជាមួយនឹង sentence វាមិនអូខេអញ្ចឹងតោះយើងចាប់ដើមដំបូងគេ with mitigate អូខេអញ្ចឹងពេលអានលឿនទៅគេអាន mitigate អូខេអញ្ចឹងអ្នកគ្រូអានទាំងអស់ហ្នឹងមកចប់ឲ្យស្ដាប់ទី1 mitigate ឬក៏ mitigate អូខេទី2 plausible ទី3ដោយសារតែ digm ហ្នឹងនិង digm អីអញ្ចឹងទី3ហ្នឹងគេអានថា paradigm ទី4 corroborate ទី5 substantiate and we have elicit incidents and last we have empirical អូខេអញ្ចឹងយើងទាំងរបៀបអានឬក៏អីអញ្ចឹងហើយបើសិនជាចង់ pronounce a more effective គួយហាត់និយាយខ្លួនឯងឬក៏ឲ្យ Google Translate ដើមគួយអានឲ្យយើងអីចឹងអូខេអញ្ចឹង mitigate ហ្នឹងបានន័យថាម៉េចដំបូងគេដោយសារតែវាជា verb អញ្ចឹងគឺជា action មួយថតវាបែប verb វាមាន action អូខេ so កន្លែងហ្នឹងគឺបានន័យថា to reduce seriousness or impact of something អូខេគឺការកាត់បន្ថយភាពធ្ងន់ធ្ងរនៃអ្វីមួយអូខេ a great example of mitigate គឺភាពធ្ងន់ធ្ងរនៃអ្វីមួយហ្នឹងយើងអាចសំដៅលើ natural disaster ឬក៏ disease អីគេមួយឧទាហរណ៍មានទឹកជំនន់ដ៏ធ្ងន់ធ្ងរមួយដែលបំផ្លាញផ្ទះប្រជាជនជាច្រើនទៅ government ហ្នឹងគាត់ចាប់ដើមរកវិធីដោះស្រាយបញ្ហាហ្នឹងឬក៏សម្រាប់កាត់បន្ថយទឹកជំនន់ហ្នឹងអូខេអញ្ចឹងយើងចាប់អាចប្រើពាក្យ mitigate ដែលថា government mitigate try to find a solution ឬក៏ mitigate a seriousness of mitigate flood ហ្នឹងដែរអូខេបែប flood situation ហ្នឹងគឺគាត់ចាប់ដើមចង់រកវិធីសាស្ត្រសម្រាប់កាត់បន្ថយនៅភាពធ្ងន់ធ្ងរនៃទឹកជំនន់ហ្នឹង moving on យើងមាន plausible អូខេអញ្ចឹងបើស្ដាប់អ្នកគ្រូនិយាយឧទាហរណ៍សម្រាប់ plausible មួយដូច you sound plausible មានថាខ្លះនិយាយមកដូចសមហេតុផលអញ្ចឹង plausible ហ្នឹងគឺដូចសមហេតុផល reasonable តែសមហេតុផលហ្នឹងយើងមាន evidence ឬក៏មានបែបមានផុសតាងអីត្រឹមត្រូវសម្រាប់ support statement sentence យើងអត់ដឹងទេតែស្ដាប់មកយើងមានសមហេតុផលរបស់គេមកឧទាហរណ៍គេអ្នកគ្រូឧទាហរណ៍ខាង plausible អត់សូវឃើញមែនទេអញ្ចឹងដឹងតើថា plausible mean សមហេតុផលឬក៏ reasonable next we have paradigm អូខេចាខាងចុងនេះយើងគឺ paradigm ចុង paradigm ហ្នឹងវាចាក់ជា noun so what does it means អូខេអញ្ចឹង paradigm ហ្នឹងគឺគេអាចសំដៅលើ a way of thinking មានថារបៀប
plot គំនិតឬក៏ការគិតរបស់ពួកយើងឬក៏បែប moral ឬក៏ a way of thinking គេឧទាហរណ៍មួយជាមួយ paradigm គេអញ្ចឹង Gen Z has a different paradigm than Gen Y ឬក៏ Gen X អីចឹងទៅគឺមានថាគឺផ្នត់កំណត់ឬក៏ការគិត the way of thinking របស់ពួកគាត់គឺប្លែកពី Gen X ឬក៏ Gen Y ចឹងទៅអូខេចឹងយល់ហើយ paradigm next we have corroborate អូខេ corroborate ហ្នឹងដូចយើងយកផុសតាងមួយសម្រាប់បញ្ជាក់ថាអូខេអារឿងហ្នឹងគឺអញ្ចឹងមែនសម្រាប់ confirm to confirm with evidence អូខេចឹងពីរនេះរៀងដូចគ្នាបន្តិចមួយ corroborate ហ្នឹងគឺ to confirm with evidence ដល់ពេល substantiate ហ្នឹងវា verb ដូចគ្នាអញ្ចឹងអានេះគឺ to prove with evidence គេថា corroborate គឺនៅពេលដែលគេមាន statement ឬក៏ conclusion មួយហើយឯងប៉ុន្តែដើម្បី confirm ម្ដងគេត្រូវសួរបញ្ជាក់ម្ដងទៀតគឺយក evidence មួយទៀតមកបញ្ជាក់ថាអាហ្នឹងអញ្ចឹងមែនដល់ពេល substantiate វិញគឺ to prove with evidence គឺគេឲ្យបញ្ហាមួយបញ្ហាយើងឬក៏ argument មួយហើយយើងត្រូវហៅevidence មួយគឺសម្រាប់ proof ឬក៏បញ្ជាក់ថាព្រោះអាហ្នឹងគឺជា problem មែនតើខុសគ្នាអញ្ចឹងមួយ to confirm មួយ to prove with evidence អូខេសងខត់ណាស់ទុកចោលតែគេមួយ to confirm មួយ to prove គេអញ្ចឹងដល់ពេល elicit ហ្នឹងបានន័យថា to draw for a response or answers មានថាដើម្បីទាញយកចម្លើយឬក៏ទាញយក answers ឬក៏ information ហើយឬក៏ការឆ្លើយតបពីអ្វីមួយថា to draw for response or answers ឬក៏ evidence អូខេចឹង elicit ចឹងដល់ពេល incident មួយ accident ខុសគ្នាពីរហ្នឹងខុសគ្នាមួយចាប់ដើមមួយ in មួយចាប់ដើមមួយ a accident ចឹង accident ហ្នឹងគឺដូចហេតុការណ៍ដែលកើតឡើងឬក៏បែបអចេតនាក៏ accident ដល់ពេល incident វិញគឺរឿងដែលកើតឡើងគេបែបចំនួនដែលកើតឡើងដដែលបែបដល់ the number តួលេខដែលកើតឡើងដដែលអូខេចឹង incident ហ្នឹងគឺការកើតឡើងដដែលចាំយើងចាប់ដើមយល់ពីវាច្បាស់នៅពេលដែលយើងចាប់ដើមធ្វើ sentence មួយគ្នាអូខេចឹងយើងមកដល់ពាក្យចុងក្រោយគេរបស់យើងគឺបានន័យថា empirical អូខេចឹងបើសិនជា plausible ហ្នឹងគឺបែប reasonable និយាយទៅសមហេតុផលដែលមាន evidence មក support ចឹង empirical ហ្នឹងគឺយើងយកតាម observation real data ឬក៏ evidence មែនតើវិញគឺវាផ្ទុយបែបយើងយកតាម observation according to observation experiment មានថាការពិសោធន៍មែនតើ experiment and data real data អូខេអញ្ចឹង empirical ហ្នឹងគឺគេគឺ describe ការយកពីបែប according to observation
experiment ឬក៏ real data មក support គេចឹង vocab យើងចេះហើយតើយើងមកមើលsentences complete sentences មួយគ្នាទី1 the rate of disease has decreased due to better healthcare គេចឹងមកយើងមកមើលនៅខាងនេះទាំងអស់គ្នាមាន mitigate to reduce seriousness ចឹងsentence ទី1គឺគេចង់និយាយថា rate of disease ចឹងអ្វីដែល of disease ខាងមុខនោះក៏ជា noun ដែរថតគឺអាចដឹងថាកន្លែងនេះគឺ noun ហើយ and we can ចំណងជំរុះថាកន្លែងនេះយើងចំណងជំរុះអីដែលមិនមែនជា noun ដូច mitigate នេះ verb adjective or paradigm noun តែ paradigm អត់ស្គាល់មែនទេតែ it's about a way of thinking disease អត់អាច think បានទេថតអត់អាចគិតបានទេថតចឹងហ្នឹងមែនទេ what else អូខេយើងមាននេះមានទៅពាក្យមួយ noun នេះ incidents គឺចឹង incident ហ្នឹងថា the incidence of disease has decreased due to better healthcare អូខេចឹង the number that happen frequently ថាទូលលេខដែលកើតឡើងតណែអីចឹងថាគឺគេចង់ហៅ incident ហ្នឹងគឺមើលលើហេតុការណ៍ឬក៏ទូលលេខអូខេចឹងទូលលេខឬក៏ហេតុការណ៍នៃ disease ការកើតឡើងនៃ disease has decreased សម្រាប់អន់ថយដោយសារតែយើងមាន better access to healthcare អូខេចឹងកន្លែងហ្នឹងគឺ incidents អូខេតបទៀតយើងមានthe researcher used evidence from experiments to support her conclusion អូខេចឹងគាត់យកសម្រាប់ evidence គាត់ from experiments to support her conclusion តើយើងមកមើលកន្លែងនេះយើងមានពាក្យអីគេខ្លះអូខេចឹងកន្លែងហ្នឹង use អីគេអូខេចឹងគាត់ប្រើ plausible ខុសហើយ reasonable គាត់និយាយថាគាត់មាន evidence ថាត្រូវហើយហ្នឹងចឹង plausible មិនត្រូវណោះចឹង paradigm ក៏អត់ត្រូវដែរ it's a way of thinking នេះយើងមកមើលពីនេះវិញដែលយើងថាប្រើ evidence ហើយវាដូចគ្នាចឹង corroborate ថាវាថាតែវា to confirm ឬក៏ to support ជាមួយនឹង evidence the researcher used evidence ចឹងកន្លែងហ្នឹង verb អត់ត្រូវទេដោយសារតែ use verb ស្រាប់ឯណាចឹងហ្នឹងកាន់តែពីហ្នឹងកាន់តែខុសទៀតចឹងបន្តមកយើងមាន adjective អូខេចឹងដោយសារតែខាងក្រោយនេះបញ្ចប់ដោយ verb ខាងក្រោយនេះក៏ជា adjective ហើយសម្រាប់ describe អំពី evidence ហ្នឹង researcher use ចឹងកន្លែងហ្នឹង adjective ចឹង adjective យើងមាន empirical observation experiment real data ចឹងមានថា the researcher ហ្នឹង use empirical evidence empirical evidence from experiments to support her conclusion ចឹង researcher គាត់យក experiment empirical evidence ដែលគាត់បានមកពី experiment វាថា about evidence តាម experiment របស់គាត់ from experiment to support her conclusion okay moving on we have sentence ទី3 online learning has created a new in modern education ចឹង online learning has created a new in the modern education តើយើងមកមើលថាពាក្យណាសមនឹងអានោះឥឡូវយើង empirical ហើយ incident ក៏ហើយដែរគេមានអីគេទៀត online learning has បង្កើត a new វាមិន in modern education mitigate ហើយអត់ត្រូវឯសារអត់មាន seriousness អី plausible ក៏អត់ត្រូវដែរ paradigm ដូចសំហាផលដោយសារតែ a way of thinking ថា a new way of thinking in modern education គឺ online learning បង្កើតឲ្យគាត់មានបែបការគិតអីជាថ្មីឬក៏ way of thinking
ចឹងកន្លែងហ្នឹងគឺ paradigm ហើយមើល sentence ផ្សេងទៀតត្រូវអត់ទេណោះ corroborate confirm ក៏អត់ត្រូវ substance ក៏អត់ត្រូវ elicit ហ្នឹង to draw response ក៏អត់ត្រូវដែរចឹងមានតែ paradigm ហ្នឹងហើយ Okay, moving on យើងមាន number 4 the scientists use additional data to get the results of the study. Okay, ចឹង the scientist គាត់ប្រើ data to បើសិនជាពាក្យនេះបញ្ចប់ដោយ to ចឹងខាងក្រោយនេះគាត់ជា verb ហើយ the result of the study ចឹងគាត់យក data សម្រាប់ proof នេះអូខេចឹងយើងមកអាចមើលពាក្យពីរនេះបានហើយគាត់យក data មក proof ឬក៏មក confirm អំពី result ចឹងយើងមាន result ឯថតចឹងមានតែមួយគឺ confirm ថាផលិតផលហ្នឹងគឺជាលទ្ធផលពិតប្រាកដចឹង so កន្លែងហ្នឹងយើងយក corroborate the result of the study okay ចឹងកន្លែងហ្នឹងយើងហៅដែរ the teacher asks questions to students' opinion អូខេចឹងយើងសល់ម៉ានទៀតពីនេះអត់ត្រូវទេ elicit អូខេយើងមើល elicit វិញ elicit ហ្នឹងគឺចង់បានគឺទាញយក response ឬក៏ answer ចឹងកន្លែងហ្នឹង the teacher asks questions to elicit students' opinion គឺចង់បានចំណាយពីគាត់ឬក៏ response ពីគាត់ and ទី6 new laws were introduced to environmental damage okay environmental damage គឺសំដៅលើការខូចខាតនៃបរិស្ថានហត់អញ្ចឹងគេអាចមកមើល apply ជាមួយនេះហើយនេះគឺការ seriousness to do seriousness អញ្ចឹងច្បាប់ថ្មីគឺបង្កើតសម្រាប់ជួយជំរុញដល់ការកាត់បន្ថយ to mitigate មើល to នេះគឺកន្លែងហ្នឹងគឺបញ្ចប់ដោយ verb ឯណោះ mitigate environmental damage អូខេទី7 his explanation sounded okay but we still needed evidence ដូចអ្នកគ្រូនិយាយអញ្ចឹង plausible និយាយច្រើនដងហើយថាវាសមហេតុផលប៉ុន្តែយើងមាន evidence ទេអញ្ចឹង his explanation sounded plausible នេះសមហេតុផល but ប៉ុន្តែយើងក៏នៅត្រូវការ evidence ដែរគេយើងមកមើលចុងក្រោយគេ the lawyer presented document to the claim អញ្ចឹងយើងអស់ច្រើនដែរហើយយើងសល់តចុងក្រោយគឺ substantiate អញ្ចឹងកន្លែងហ្នឹង the lawyer គាត់ present គាត់ចាប់ផ្ដើមបង្ហាញ document to prove with evidence វាថា substantiate the claim គឺគាត់ចាប់ផ្ដើមគេហៅ proof ថាយក document ហ្នឹងគឺ proof អំពី claim របស់គាត់ claim ហ្នឹងដូចអីដែលគាត់ propose ឲ្យគេថារឿងហ្នឹងអញ្ចឹងអត់អញ្ចឹងគាត់ត្រូវយកអីមក proof substantiate okay and that's all for the practice I hope everyone understand about the academic vocabulary okay so to summarize what we have learned 8 vocabulary so far we have mitigate it's about reduce seriousness of something plausible that you must some have heard that may evident នេះ okay paradigm ដែលហ្នឹងគឺសំដៅលើការគិត បែប a way of thinking corroborate គឺយើង confirm អ្វីដែលវាមានលទ្ធផលអីមួយហើយដល់ពេល substantiate វិញគឺសម្រាប់ proof statement អីដែលយើងបាន raise ឡើងដល់ពេល elicit គឺការទាញយក response ឬក៏ answer incident គឺអីដែលកើតឡើងរហូតឬក៏ចាប់ដើមកើតឡើង what the number that happens and last but not least empirical that adjective could describe evidence that use observation real data ឬក៏ experiment មក support and that's all I hope you like this video thank you